សូមជូនរឿងព្រះនាងកំប្លង់កាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រះបាទព្រហ្មទត្តសោយរាជ្យនៅនគរកតសិលាព្រះរាជានៃប្រទេសជិតខាងបាក់បបខ្លោបខ្លាចជាស្ដារបស់ព្រះអង្គខ្លាំងណាស់គ្មានសត្វអង្គណាមួយមានឫទ្ធិបារមីស្មើនឹងព្រះអង្គឡើយព្រះរាជាមានបុត្រីមួយព្រះអង្គព្រះជន្ម18ព្រះវស្សាព្រះនាងមានព្រះភ័ក្ត្រកំប្លង់ដូចវងចន្ទ្រានាថ្ងៃពេញបូរមីដោយព្រះបុត្រីមានរូបឆោមលូមពណ៌ល្អឥតខ្ចោះដូច្នោះទើបគេថ្វាយព្រះនាមថាព្រះនាមកំប្លង់ព្រះនាងត្រូវរៀបអភិសេកជាមួយព្រះអង្គម្ចាស់សុរិយាមេទ័ពនៅក្នុងព្រះនគរតែព្រះនាងកេសាលីប្អូនជីដូនមួយរបស់ព្រះនាងតែងតែច្រណែននឹងសម្រស់របស់ព្រះនាងយ៉ាងខ្លាំងជាពិសេសទៅទៀតនោះគឺព្រះនាងនេះបានលបលួចស្រឡាញ់ព្រះអង្គម្ចាស់សូរិយាជាយូរណាស់មកហើយព្រះនាងកេសាលីបានរិះរកគ្រប់មធ្យោបាយដើម្បីធ្វើឲ្យព្រះនាងកំប្លង់វិនាសថ្ងៃមួយព្រះនាងកេសាលីបានទៅផ្ទះគ្រូធ្មប់ដ៏ខ្លាំងពូកែម្នាក់ដោយបានថ្លែងទៅប្រាប់គេថាអោលោកយាយធ្មប់ដ៏ស័ក្តិសិទ្ធិអើយសូមប្រើមហិទ្ធិឫទ្ធិជួយខ្ញុំផងយាយធ្មប់ក៏សួរទៅវិញថាតើខ្ញុំម្ចាស់អាចជួយអ្វីដល់ព្រះនាងបានព្រះនាងក៏តបទៅវិញថាសូមលោកយាយធ្វើយ៉ាងណាឲ្យម្ចាស់ស្ត្រីកំប្លង់វិនាសអន្តរាយដើម្បីឲ្យខ្ញុំអាចរៀបការជាមួយព្រះអង្គម្ចាស់សូរិយាបានយាយធ្មប់ក៏សួរតទៀតថាបើបំណងព្រះនាងបានសម្រេចតើព្រះនាងមានអ្វីឲ្យខ្ញុំម្ចាស់ដែរខ្ញុំនឹងឲ្យមាសពេជ្រកែវកងពិសេសទៅទៀតខ្ញុំនឹងយកលោកយាយទៅនៅក្នុងព្រះរាជវាំងជាមួយខ្ញុំព្រះនាងឆ្លើយតបទៅយាយធ្មប់យាយធ្មប់ក៏សុខចិត្តជួយព្រះនាងហើយតបមកវិញថាខ្ញុំម្ចាស់សុខចិត្តជួយព្រះនាងយកទៀបនេះទៅថ្វាយម្ចាស់ស្ត្រីកំប្លង់សោយទៅព្រះនាងនឹងឃើញលទ្ធផលហើយនៅថ្ងៃដដែលនោះកេសាលីបានយកទៀបមួយថាសថ្វាយព្រះរាជបុត្រីដែលកំពុងតែជជែកលេងជាមួយព្រះអង្គម្ចាស់សូរិយាព្រះនាងកំប្លង់បានសោយផ្លែទៀបមួយផ្លែហើយក៏លាន់មាត់ថាអូទៀបអីក៏ឆ្ងាញ់ពិសាផ្អែមម្លេះអរគុណអូនកេសាលីបងចូលចិត្តណាស់បងរើសផ្លែល្អទុកថ្វាយព្រះមេដាបិតាសិននៅសល់ប៉ុន្មានយើងសោយទាំងអស់គ្នាព្រះអង្គម្ចាស់សូរិយាក៏មានព្រះបន្ទូលថាកេសាលីហេតុអ្វីបានជាមុខអូនស្លេកស្លាំងដូច្នោះកេសាលីក៏តបវិញថាព្រះពរខ្ញុំម្ចាស់គ្រាន់តែវិលមុខបន្តិចបន្តួចតែប៉ុណ្ណោះឮដូច្នោះព្រះអង្គម្ចាស់សូរិយាក៏បាននាំព្រះនាងកេសាលីទៅសម្រាកឯព្រះនាងកំប្លង់ក៏នៅសោយផ្លែទៀបក្នុងព្រះរាជដំណាក់តែម្នាក់ឯងតាមការពិតព្រះនាងកេសាលីភ័យស្ទើរគាំងបេះដូងពេលឃើញព្រះនាងកំប្លង់ថ្វាយទៀបវេទមន្តទៅព្រះអង្គសូរិយាតែដោយឃើញទៀបនេះធំហើយទុំល្អព្រះអង្គមិនដាច់ចិត្តសោយនោះទេព្រះអង្គដូរយកទៀបរបស់ព្រះនាងកំប្លង់មកសោយវិញព្រះនាងកេសាលីឃើញដូច្នោះនាងធូរទ្រូងបន្តិចគេក៏ថ្វាយបង្គំលាព្រះអង្គម្ចាស់ទាំងពីរប៉ុន្មានថ្ងៃក្រោយមកព្រះនាងកំប្លង់រមាស់ពេញខ្លួនព្រះនាងក្តៅរលរៀលហាក់បីដូចជាអង្គុយលើរងើកភ្លើងព្រះនាងអន្ទះអន្ទែងស្រែកធ្ងោដោយក្តីឈឺចាប់ក្រោយមករូបរាងកាយរបស់ព្រះនាងបានប៉ោងទៅដូចជាពេញប៉ោងចំណែកឯដៃជើងវិញរួញខ្លីដូចហ៊ីងព្រះបិតានិងព្រះមាតាបានរកគ្រូពេទ្យល្បីៗក្នុងព្រះរាជអាណាចក្រមកព្យាបាលព្រះរាជបុត្រីតែគ្រូពេទ្យទាំងអស់មិនអាចព្យាបាលព្រះរោគនេះបានឡើយដោយរូបកាយព្រះនាងប៉ោងទៅគេក៏ហៅព្រះនាងថាព្រះនាងកំប៉ោងជំនួសឲ្យព្រះនាងកំប្លង់ម្ចាស់ស្ត្រីមានការអៀនខ្មាស់យ៉ាងខ្លាំងក៏បានលាក់ព្រះកាយក្នុងបន្ទប់មិនឲ្យនរណាឃើញទៀតឡើយថ្ងៃមួយព្រះនាងកំប៉ោងបានទទួលលិខិតមួយច្បាប់ចុះព្រះហស្ថលេខាដោយព្រះអង្គម្ចាស់សូរិយាដែលមានន័យថា
នៅលើដើមពោធិ៍មានទឹកអម្រឹតអាចព្យាបាលព្រះរោគម្ចាស់អូនឲ្យជាសះស្បើយបានសូមយាងមកតែមួយអង្គឯងនៅពេលមាន់រងាវម្ដងមានតែបងម្នាក់គត់អាចយកទឹកនោះបានវត្តមានអ្នកទី3ធ្វើឲ្យទឹកនោះគ្មានប្រសិទ្ធភាពឡើយព្រះនាងកំប៉ោងឃើញដូច្នោះសប្បាយព្រះទ័យណាស់សេចក្តីអស់សង្ឃឹមបានរលាយបាត់អស់ព្រះនាងញញឹមព្រោះមានក្តីសង្ឃឹមឡើងវិញព្រះនាងក៏បាននិយាយតិចម្នាក់ឯងថាសូរិយាបងជាអនាគតស្វាមីដ៏ប្រពៃដោយការប្រឹងប្រែងស្វះស្វែងរបស់បងអូននឹងមានរូបរាងដូចដើមវិញហើយព្រះនាងរងចាំយ៉ាងអន្ទះអន្ទែងចាំឲ្យមាន់រងាវទើបព្រះនាងទៅទីបំផុតមាន់ក៏រងាវហើយព្រះនាងញាប់ញ័រព្រះទ័យខ្លាំងណាស់ព្រះនាងក៏បានយកผ้าห่មពណ៌ខ្មៅមករុំព្រះកាយហើយប្រញាប់ប្រញាល់យាងចេញទៅកាន់ទីណាត់ពេលជិតទៅដល់ព្រះនាងឮសំឡេងខ្លែងស្រាក់យំឡើងក្រលួច3ដងគួរឲ្យព្រឺក្បាលហើយឃើញស្រមោលពីរកំពុងតែអោបគ្នាយ៉ាងណែននៅក្រោមដើមពោធិ៍ឆ្ងល់ណាស់ព្រះនាងក៏យាងលោបទៅជិតស្រមោលនោះពេលនោះព្រះនាងឃើញព្រះនាងកេសាលីកំពុងតែថើបព្រះអង្គម្ចាស់សូរិយាពី3នាទីក្រោយមកព្រះអង្គម្ចាស់សូរិយាចាក់ចេញពីដើមពោធិ៍ដោយដំណើររលះរលាំងហាក់បីដូចជាមិនបានណាត់ជាមួយព្រះនាងសោះឯចំណែកព្រះនាងកេសាលីក៏ដូច្នេះដែរព្រះនាងដួលស្រុកលើព្រះធរណីក្តីសង្ឃឹមរលាយដូចអំបិលត្រូវទឹកព្រះនាងទ្រង់ព្រះកន្សែងរហូតដល់ទន់ព្រះកាយដោយសម្លៃពួកគេចាក់ចេញពីដើមពោធិ៍ធ្វើមិនដឹងណាមួយអស់សង្ឃឹមណាមួយក៏ឈឺចិត្តព្រះនាងកំប៉ោងលោបចេញពីព្រះបរមរាជវាំងធ្វើជារាជសាមញ្ញដើរផ្សងព្រេងក្នុងព្រៃកំប៉ោងដើរទាំងយប់ដើរទាំងថ្ងៃដើររហូតដល់ក្រោមពន្លឺថ្ងៃហាភ្លៀងហាខ្យល់ដោយជៀសវាងមិនឲ្យជួបនរណាម្នាក់ឡើយនាងយកផ្លែឈើធ្វើជាអាហារយកព្រះច័ន្ទធ្វើជាចង្គៀងយកធរណីធ្វើជាព្រំយកថ្មភ្នំធ្វើជាខ្នល់ខ្នើយថ្ងៃមួយកំប៉ោងកំពុងតែបេះផ្លែឈើស្រាប់តែមានខ្លាមួយក្រហមងឹមកំប៉ោងភ័យខ្លាំងណាស់រត់បាត់ជើងសព្រាតទៅបុកនឹងដូនចាស់ម្នាក់កំពុងដើរចង្ក្រមម្នាក់ឯងនៅឯក្នុងព្រៃនាងក៏បានស្រែកថាជួយផងខ្លាធំខ្លាំងណាស់លោកយាយឃើញដូច្នោះក៏សួរទៅចៅស្រីថាចៅស្រីសត្វទាំងអស់នៅទីនេះមិនធ្វើបាបអ្នកណាឡើយខ្លានេះគឺជាយានជំនិះរបស់យាយតែប៉ុណ្ណោះឈប់ខ្លាចវាទៅវាប្រហែលជាឆ្ងល់នឹងរូបចៅហើយព្រះនាងកំប៉ោងឃើញខ្លាវានៅក្រាបនៅដីធ្វើភ្នែកម៉ក់ក៏ដើរទៅជិតលោកយាយហើយរៀងអន់ភ័យបន្តិចលោកយាយក៏បានសួរទៅព្រះនាងទៀតថាណែចៅតើចៅមានរូបរាងកំប៉ោងយ៉ាងនេះពីកំណើតឬព្រះនាងក៏បានតបវិញថាពីមុនចៅមានរូបរាងដូចស្រីធម្មតាទេតែថ្ងៃមួយចៅស្រាប់តែផ្លាស់ប្ដូររូបដូចនេះទៅលោកយាយតើមានថ្នាំអ្វីអាចព្យាបាលរោគនេះបានទេចៅស្រីយាយគ្មានសមត្ថភាពនឹងព្យាបាលចៅបានទេប៉ុន្តែបើមនុស្សត្រូវសត្វខាំតិចឬចឹកយាយអាចព្យាបាលបានតើចៅឈ្មោះអ្វីដែរព្រះនាងតបថាគេហៅខ្ញុំថាកំប៉ោងលោកយាយហៅខ្ញុំថាកំប៉ោងដែរទៅតែគេនិយាយថាទឹកអម្រឹតអាចព្យាបាលចៅឲ្យជាបានតើពិតទេលោកយាយមិនស្ដីក៏អង្គុយស្មឹងស្មាតលើផ្ទាំងថ្មកំប៉ោងអង្គុយបត់ជើងយ៉ាងស្ងៀមស្ងាត់លោកយាយបើកភ្នែកហើយនិយាយថាកំប៉ោងគេភូតកុហកបោកប្រាស់ចៅទេប្អូនជីដូនមួយចៅដែលចៅស្រឡាញ់ពេញចិត្តជាងគេបំពោលចៅដោយឲ្យចៅបរិភោគផ្លែទៀបវេទមន្តគេច្រណែននឹងសម្រស់ចៅនិងសុភមង្គលរបស់ចៅប៉ុន្តែចៅកុំអស់សង្ឃឹមចៅនឹងជាសះស្បើយបើសិនជាចៅបានងូតទឹកអណោតាត់គឺជាទឹកដែលមិនដែលត្រូវកម្ដៅថ្ងៃព្រះនាងស្លុតចិត្តយ៉ាងខ្លាំងពេលដឹងថាកេសាលីគឺជាអ្នកធ្វើបាបខ្លួនដូច្នោះព្រះនាងខឹងនឹងព្រះនាងកេសាលីខ្លាំងណាស់ហើយថានឹងដាក់ទោសគេតាមតែអំពើដែលគេបានធ្វើលោកយាយក៏បានឆ្លើយថាគេបានទទួលទោសហើយមួយខែមុននេះព្រះនាងកេសាលីបានទៅក្រសាទឹកស្ទឹងហើយដីបានបាក់សង្កត់លើស្លាប់ទៅហើយកំប៉ោងចៅអ្វីដែលប្រុងកើតវានឹងកើតឡើងជៀសមិនផុតឡើយចៅត្រូវតែស្វែងរកទឹកអណោតាត់ឲ្យបាន
ព្រះនាងក៏បានសួរថាតើទឹកមន្តនោះនៅឯណាទៅលោកយាយលោកយាយក៏តបវិញថាអ្នកដែលមាននិស្ស័យគឺនឹងបានជួបហើយចៅមិនអាចចាក់ចេញទៅឥឡូវនេះបានទេចៅត្រូវនៅជាមួយយាយមួយរយៈសិនអ្វីដែលប្រុងមកដល់វានឹងមកដល់ឯងឆាប់សម្រាកសិនទៅអ្វីដែលយាយត្រូវនិយាយយាយនិយាយចប់អស់ហើយព្រះនាងកំប៉ោងបានអរគុណលោកយាយហើយក៏ទៅសម្រាកទៅចាប់ពីថ្ងៃនោះមកកំប៉ោងរ៉ាប់រងការងារលោកយាយទាំងអស់ដូចជាដងទឹករកអូសបេះផ្លែឈើជាដើមលោកយាយក៏បានបង្រៀនកំប៉ោងឲ្យចេះផ្សំថ្នាំអំពីឫសឈើសម្បកឈើនិងផ្លែឈើដើម្បីព្យាបាលរបួសដែលត្រូវសត្វតិចចឹកឬខាំគេទាំងពីររស់នៅយ៉ាងសុខសាន្តនិងដឹងទុកធុរៈគ្នាទៅវិញទៅមកថ្ងៃមួយពេលកំប៉ោងយកផ្លែឈើទៅជូនលោកយាយនាងឃើញលោកយាយញញឹមពព្រាយភ្លាមនោះសក់លោកយាយបានប្រែក្លាយទៅជាពណ៌ខ្មៅរាងកាយបានក្លាយទៅជាទេពអប្សរដ៏ស្រស់ប្រំប្រៃកំប៉ោងឈរភ្លឹកស្មារតីលោកយាយក៏មានប្រសាសន៍ថាកំប៉ោងចៅ100ឆ្នាំហើយដែលយាយបានមករំដោះកម្មពៀនៅឋានកណ្ដាលថ្ងៃនេះយាយអស់កម្មអស់ពៀហើយយាយត្រូវទៅឋានលើវិញចំណែកចៅក៏ត្រូវស្វែងរកទឹកអណោតាត់ដែរយាយលាហើយលាជារៀងរហូតហើយចប់វិចារភ្លាមស្រាប់តែរូបលោកយាយអណ្ដែតត្រសែតឡើងលើអាកាសវេហាកំប៉ោងឈរភ្លឹករហូតដល់រូបលោកយាយកប់បាត់ក្នុងពពកកំប៉ោងអង្គុយប្រណម្យមួយសន្ទុះរួចក៏ចាក់ចេញពីទីនោះទៅកំប៉ោងដើរទាំងយប់ដើរទាំងថ្ងៃពេលនាងប្រទះឃើញស្ទឹងបឹងបួត្រពាំងទន្លេនាងតែងតែលោតទៅក្នុងទឹកនោះប្រងតែពេលឡើងមកវិញនៅតែមុខកំប៉ោងដដែលនាងមិនអស់សង្ឃឹមទេនាងធ្វើដំណើរទៅមុខជានិច្ចដោយទឹកចិត្តមោះមុតអ្វីដែលប្រុងកើតវានឹងកើតអ្វីដែលប្រុងមកដល់វានឹងមកដល់សម្ដីនេះលាន់ឮរងំនៅក្នុងត្រចៀកកំប៉ោងកំពុងតែស្លងស្មារតីស្រាប់តែនាងឮសូរសំឡេងធ្ងួយធ្ងរដ៏ឈឺចាប់មួយរសាត់មកពីចម្ងាយច្បាស់ជាមាននរណាម្នាក់ជួបនឹងគ្រោះអាសន្នហើយនាងត្រូវតែទៅជួយគេតាមលទ្ធភាពកំប៉ោងដើរទៅតាមទិសដែលមានសំឡេងក្បែរជើងភ្នំនាងឃើញមនុស្សម្នាក់ខ្មៅដូចងួសននះននាលនៅលើដីដោយស្រែកធ្ងរយ៉ាងឈឺចាប់ក្រៃលែងមនុស្សម្នាក់ទៀតឆ្លេឆ្លាចុះឡើងបន្តិចក្រោយមកអ្នកជំងឺក៏សន្លប់បាត់ស្មារតីព្រះនាងកំប៉ោងក៏បានសួរថាប្អូនប្រុសម្នាក់នោះមានជំងឺអ្វីដែរបុរសនោះងើបមុខឡើងថយក្រោយដោយស្វ័យប្រវត្តិគេមិនហ៊ាននិយាយតបនឹងព្រះនាងកំប៉ោងទេតែព្រះនាងកំប៉ោងក៏បានតទៀតថាប្អូនប្រុសកុំខ្លាចខ្ញុំអីឆ្លើយមកតើគេកើតអ្វីដែរគេក៏បានឆ្លើយថាគាត់ត្រូវពុះនាគរាជព្រោះពឹសដាក់ពេលគាត់វែកព្រៃក្បែរជើងភ្នំដើម្បីរកទឹកភ្លាមនោះរូបគាត់ឡើងខ្មៅដូចជាខ្ជូងគាត់ស្រែកថាក្តៅណាស់ភ្នែកមើលអ្វីមិនឃើញពេលខ្លះគាត់សន្លប់បាត់ស្មារតីលោកយាយសូមជួយបងប្រុសរបស់ខ្ញុំផងព្រះនាងក៏សួរទៀតថាតើគាត់ត្រូវពុះចឹកប៉ុន្មានថ្ងៃហើយប្អូនជិត1អាទិត្យហើយលោកយាយហៅខ្ញុំថាសនទៅបានហើយពាក្យលោកយាយធ្វើឲ្យកំប៉ោងភ្ញាក់បន្តិចដែរតែនាងមិនខ្វល់សង្គ្រោះមនុស្សទើបជាការសំខាន់កំប៉ោងនឹងសនសែងអ្នកជំងឺទៅដាក់លើផ្ទាំងថ្មដ៏ធំមួយសនដើររកអ្វីគ្រប់យ៉ាងដែលកំប៉ោងត្រូវការនាងច្របាច់ចេកណាំវ៉ាទុំហើយស្រឡាបលើខ្លួនអ្នកជំងឺចំណែកឯសនវិញគេបុកផ្លែឈើស្លឹកឈើនិងផ្កាក្នុងក្រហូងថ្មហើយបិទលើភ្នែកអ្នកជំងឺពេលខ្លះគេរំងាស់ឫសឈើនិងសម្បកឈើទឹក3ដូចជាទឹក1ឲ្យម្ចាស់គេហូបពេលខ្លះទៀតគេស្ងោរស្លឹកឈើឲ្យអ្នកជំងឺងូត2-3ថ្ងៃក្រោយមកអ្នកជំងឺបាត់ឈឺបាត់ចុកបាត់ក្រហល់ក្រហាយតែខ្លួននៅតែខ្មៅអ៊ូញនិងភ្នែកមើលមិនឃើញដដែលថ្ងៃនេះកំប៉ោងបិទថ្នាំលើភ្នែកអ្នកជំងឺបណ្ដើរនិយាយបណ្ដើរថ្នាំនេះបើមានទឹកសមុទ្រលាយជាមួយនឹងមានប្រសិទ្ធភាពភ្លាមរំពេចនោះបុរសនោះក៏បានដឹងខ្លួនហើយនិយាយថាលោកយាយជាគ្រូពេទ្យដ៏ពូកែស័ក្តិសិទ្ធិណាស់ពេលចៅរកទឹកអមរិតឃើញចៅនឹងត្រឡប់មកទទួលលោកយាយនៅរស់នៅក្នុងរាជវាំងជាមួយពួកខ្ញុំទឹកអមរិតកំប៉ោងឧទានឡើងដោយការភ្ញាក់ផ្អើលលោកយាយចៅមិនលាក់អត្តសញ្ញាណរបស់ចៅទៀតទេលោកយាយមានគុណលើចៅដ៏លើសលប់ចៅមានឈាមជ័រជាស្ដេចចៅនៅនគរតកសិលាដើររកទឹកអមរិតដើម្បីព្យាបាលជំងឺ
ព្រះនាងក៏សួរថានគរកតសិលាតើព្រះអង្គព្រះនាមអ្វីដែរចៅឈ្មោះព្រះសូរិយាស្រែកបានតែប៉ុណ្ណោះកំប៉ោងអុកគូតលើថ្មខ្លួនញ័រឲ្យទៅត្រើកដោយកូនសត្វទឹកភ្នែកហូររហាមនាងខំទប់កុំឲ្យញ័រទប់ទឹកភ្នែកកុំឲ្យហូរតែឥតប្រយោជន៍ទឹកភ្នែកនៅតែហូរបេះដូងនៅតែលូតក្តុកក្តាក់ដដែលបាទសូរិយាណាលោកយាយថ្ងៃមួយព្រះនាងកំ ប្លង់បានណាត់ឲ្យខ្ញុំទៅជួបនៅក្រោមដើមពោធិ៍ពេលមាន់រងាវម្ដងព្រះនាងមានរឿងសម្ងាត់ប្រាប់ខ្ញុំពេលខ្ញុំទៅដល់ដើមពោធិ៍ខ្ញុំឃើញព្រះនាងកេសសាលីនៅទីនោះរួចជាស្រេចកេសសាលីប្រាប់ខ្ញុំថាកំ ប្លង់ត្រូវការទឹកអមរិតដែលមាននៅក្រោមដើមរាំងសាបក្បែរជើងភ្នំបើព្រះនាងបានសោយទឹកនោះព្រះនាងនឹងជាសះស្បើយព្រះនាងប្រាប់ខ្ញុំទៀតថាកំ ប្លង់មិនបានយាងមកតាមការណាត់ទេព្រោះព្រះនាងដើរមិនរួចដោយពោះប៉ោងខ្លាំងពេកឮដូច្នោះខ្ញុំក៏ចេញដំណើរទៅក្នុងយប់នោះតែម្ដងជាច្រើនខែមកហើយដែលខ្ញុំស្វែងរកទឹកអមរិតជាមួយសនរហូតដល់ទៅពោះព្រោះពឹសដាក់ដូច្នោះព្រះនាងមិនដឹងជាមើលផ្លូវខ្ញុំយ៉ាងណាទេកំប៉ោងទប់លេងបាននាងត្រហោយំហើយប្រឹងនិយាយទាំងអណ្ដើតអណ្ដោអោកេសាលីឯងមានល្បិចពុលណាស់ឯងសាហាវពេកហើយលោកយាយស្គាល់កេសាលីដែរមែនឬទេព្រះអង្គម្ចាស់សួរបន្តយំផងខំទប់ភាពរន្ធត់ផងកំប៉ោងរាយរាប់រឿងរ៉ាវតាំងពីដើមដល់ចប់ប្រាប់សូរិយាព្រះអង្គម្ចាស់សូរិយាជោគជាំដោយកំហឹងស្ទុះក្រោកឈរហើយស្រែកយ៉ាងខ្លាំងកេសាលីបើឯងមិនទាន់ស្លាប់ទេយើងនឹងដាក់ទណ្ឌកម្មឯងដោយផ្ទាល់ឯងបោកប្រាស់យើងឯងអោបយើងដោយនិយាយថាខ្លាចសម្លេងខ្លែងស្រាក់ឯងនេះអាក្រក់ណាស់បងសូរិយាអូនអកតេសចំពោះបងណាស់ព្រះនាងកំប៉ោងនិយាយទាំងពីរអង្គាបង្ហូរទឹកនេត្រាឲ្យសស្រាក់ស្រវាអោបគ្នាទៅវិញទៅមកកំប៉ោងអង្វរកកុំឲ្យព្រះអង្គម្ចាស់ក្រេវក្រោធនិងឲ្យព្រះអង្គសម្រាកដើម្បីឲ្យព្រះនេត្រឆាប់ជាសះស្បើយដើម្បីបំបត្តិទុក្ខកង្វល់កំប៉ោងក៏ដើរវល់នៅក្នុងជើងភ្នំនាងអង្គុយបង្ហូរទឹកភ្នែកនៅមាត់បឹងមួយដែលមានទឹកពណ៌ខ្មៅមើលទៅគួរឲ្យញញើតនាងនឹកអាណិតដល់ព្រះអង្គម្ចាស់សូរិយាដែលរងគ្រោះថ្នាក់ដោយចង់សង្គ្រោះនាងនឹកដល់ភាពកាចសាហាវរបស់កេសាលីនិងនឹកដល់ព្រះមេដាបិតាតើព្រះអង្គព្រួយព្រះទ័យយ៉ាងណាពេលបាត់បុត្រីពីព្រះបរមរាជវាំងដូច្នោះកំពុងតែស្លងស្មារតីកំប៉ោងហាក់ឮសម្រាប់អ្វីមួយនៅក្រោយខ្នងដិតដាមដោយទឹកភ្នែកកំប៉ោងក៏ងាកក្រោយនាងស្រែកខ្លាជួយផងកំ ប្លង់គឺជាបងនោះទេមិនមែនជាខ្លាទេព្រះអង្គសូរិយាឆ្លើយតបដោយភ័យខ្លាំងពេកកំប៉ោងគ្មានលឺអ្វីទាំងអស់នាងលោតទៅក្នុងទឹកប្រងហើយអ្វីដែលនាងគិតថាជាខ្លានោះក៏លោតមកតាមនាងដែរគួរឲ្យអស្ចារ្យណាស់ពេលនោះស្រាប់តែព្រះនាងកំ ប្លង់និងព្រះអង្គម្ចាស់សូរិយាផុសឡើងពីទឹកទ្រដោយដំរីទឹកព្រះនាងបាននិយាយទៅកាន់ព្រះអង្គម្ចាស់សូរិយាថាខ្លួនប្រាណបងលែងខ្មៅហើយកំ ប្លង់អូនរូបរាងអូនក៏លែងធាត់ដូចមុនដែរពួកគេទាំងពីរបានคล้ายទៅជាដូចរូបរាងដើមហើយពួកគេក៏ត្រកងអោបគ្នានៅពេលនោះព្រះនាងក៏បានប្រាប់ថាទឹកក្នុងបឹកនេះហើយគឺជាទឹកអណោតាត់នៅទីនេះដែលខ្ញុំតែងតែប្រុងមករកកាលពីពេលមុនពួកគេក៏បានត្រឡប់មកព្រះបរមរាជវាំងវិញពេលឮសម្រែកសនរត់ទៅកាន់កន្លែងនោះគេទាំងអស់គ្នាសប្បាយចិត្តឥតឧបមាគេលោតគេរាំគេច្រៀងនៅមាត់បឹងព្រះអង្គម្ចាស់ទាំងពីរនិងសនបានត្រឡប់មកនគរវិញព្រះមេដាបិតារីករាយព្រះទ័យជាងនរណាទាំងអស់ពិធីរៀបអភិសេកបានប្រព្រឹត្តទៅអស់រយៈពេល7យប់7ថ្ងៃព្រះអង្គម្ចាស់សូរិយានិងព្រះនាងកំ ប្លង់រស់នៅយ៉ាងសុខសាន្តព្រះនាងបានសាងរូបសំណាក់លោកយាយតម្កល់នៅក្នុងព្រះបរមរាជវាំងទុកជាទីសក្ការៈបូជាហើយព្រះនាងកំ ប្លង់ក៏បានផ្សព្វផ្សាយពីវិធីព្យាបាលជំងឺដែលត្រូវសត្វតិចចឹកឬខាំដល់គ្រូពេទ្យទាំងអស់នៅក្នុងប្រទេសពេលព្រះមេដាបិតាអស់ព្រះជន្មទៅព្រះអង្គម្ចាស់សូរិយានិងព្រះនាងកំ ប្លង់ក៏ឡើងសោយរាជ្យបន្តនៅក្នុងនគរតកសិលាទៅ